យន្តហោះយើងខូចអស់ហើយបានការហើយមើលចុះវាលោតចូលមកអស់ហើយអស់ចាមែនទេអ្នកទាំងអស់គ្នាមើលវាលោតចុះខ្លាំងមែនជំងឺនេះប្រកាសជាសេសស្បើយហើយហាលោកមេភូមិពិតជាពូកែណាស់បើទៅហៅអ្នកជំនាញមកមិនដឹងត្រូវចាញ់បោកគេអស់លុយប៉ុន្មានទេយ៉ាងម៉េចដែរខ្ញុំនិយាយត្រូវទេគេហៅថាមានវិធីដោះស្រាយប្រើថ្នាំខ្លាំងបន្តិចមេរោគងាប់អស់ហើយឃើញទេវីរុសរវើកវិញហើយរឿងទិញថ្នាំមកដាក់ខ្លួនឯងសោះចាំបាច់បារម្ភធ្វើអីលោកមេភូមិពិតជាឆ្លាតវៃលោកមេភូមិពូកែណាស់ត្រូវហើយមានតែលោកមេភូមិទេដែលយល់ដឹងច្រើនហេការចិញ្ចឹមបង្គានេះមិនពិបាកទេត្រូវរៀបចំតាមលោកមេភូមិដែរពេលនេះជំងឺជាហើយ2ថ្ងៃទៀតយើងរងចាំរាប់លុយបានហើយអូយបងពឹងមើលនេះចុះបង្គានេះចិញ្ចឹមបានល្អណាស់គ្រប់គ្រងគុណភាពទឹកបានមិនបានប្រើជីផ្ទះផ្ដាសាច់បង្គានេះណែនល្អណាស់ពូលីឲ្យអ្នកទាំងអស់គ្នាជួយរៀបចំតាមຂະຫນាត់ទៅបងពឹងទើបតែព្រឹកមិញខ្ញុំបានក្លិនបង្គាក៏ប្រញាប់មកតែម្ដងអស់ចាណាស់អស់ចាមែនហាបងពឹងបង្គាដែលបងចិញ្ចឹមតាមបច្ចេកទេសជាងបង្គាដែលគេចិញ្ចឹមនៅភូមិខាងកើតទៅទៀតស្អាតដូចគេលាងឆ្នាំងអញ្ចឹងលោកចាងសរសើរពេកហើយនៅតែតាមក្បួនចាស់មើលទៅបង្គាទាំងនេះឲ្យតម្លៃប៉ុន្មានគុណភាពនេះមិនបាច់និយាយទេបង្គាថ្នាក់លេខបែបនេះរកទិញមិនបានទេ1គីឡូ50យ៉នអូនមានប៉ុន្មានខ្ញុំយកទាំងអស់ថ្ងៃនេះទុកពេញឡានទាំង3នេះខ្ញុំទូទាត់លុយភ្លាម50យ៉នមែនទេបានការហើយចំណេញជាងធ្វើស្រែទាំងឆ្នាំទៅទៀតសំណាងហើយដែលបានបងពីងជួយបង្រៀនបច្ចេកទេសឲ្យអ្នកទាំងអស់គ្នារស់រានឡើងជួយគ្នាដឹកជញ្ជូនទៅខណៈពេលដែលភូមិក្រោមកំពុងតែសប្បាយរីករាយនឹងការប្រមូលផលនៅភូមិខាងកើតដែលស្ថិតនៅក្រោយភ្នំមួយទៀតគឺជារូបភាពដ៏ចម្លែកមួយទៀតកើតឡើងនៅទីនោះអ្នកមីងលីវយកមិញគេងលក់ស្រួលទេខ្ញុំរំភើបពេកដេកមិនលក់សំបីតែបន្តិចឲ្យតែបិទភ្នែកក្នុងខួរក្បាលឃើញតែបង្កងហើយចុះឡើងពេញទឹកពិតមែនហើយមេភូមិយើងពិតជាពូកែណាស់គ្រាន់តែដាក់ថ្នាំបន្តិចបង្កងក៏ជាសេះស្បាយភ្លាមថ្ងៃនេះខ្ញុំបានរៀបចំបាវដាក់ស្រូវទាំង4ឲ្យទំនេរអស់ហើយចាំមើលចុះមិនថាលួចបានប៉ុន្មានទេត្រូវតែដាក់ឲ្យពេញប៉ាមើលពួកអ្នកភូមិទាំងសិលមិញនៅភ័យស្លន់ស្លោខ្លាចខាតថ្ងៃនេះបែរជាពឹងផ្អែកលើពួកយើងដើម្បីរកលុយទៅនេះហើយជាច្បាប់ឲ្យតែយើងកាន់កាប់វិធីរកលុយពួកគេត្រូវតែស្ដាប់តាមយើងចាំចាប់បង្កងរួចកុំភ្លេចរើសយកក្បាលធំយើងត្រូវទុក200គីឡូក្រាមសម្រាប់ផ្ទះយើងមើលនោះកន្លែងរកលុយរបស់យើងហើយនេះវាមានរឿងអីសិលមិញវានៅហើយចុះឡើងធម្មតាទេតើមិនមែនថាវាជាសេះស្បើយហើយទេស្លាប់អស់ហើយមកអស់គ្មានសល់មួយក្បាលទេរស់ឡើងវិញមកពួកឯងរស់ឡើងវិញមកលុយកាក់ដែលខ្ញុំគម្រប់មកដោយញើសឈាមឲ្យមេភូមិលោកនិយាយអ្វីខ្លះមកមិនមែនលោកថាវាគ្រាន់តែជាផ្ដាសាច់មិនមែនលោកថាដាក់ថ្នាំទៅវានឹងជីទេខ្ញុំដឹងយ៉ាងម៉េចប្រកាសជាហាងលក់ថ្នាំកសិកម្មនៅទីរួមស្រុកលក់ថ្នាំខ្លាំងគេយកថ្នាំខ្លាំងៗមកបោកប្រាស់យើងថ្នាំនេះប្រកាសជាមានបញ្ហាហើយចុះពួកអ្នកឯងវិញម្សិលមិញពេលលីថ្នាំតាលីត្រូវកម្រិតដែរឬទេតើចាក់ចូលក្នុងស្រះតែមួយទាំងអស់មែនទេថ្នាំខ្លាំងពេកទើបធ្វើឲ្យបង្កងងាប់បែបនេះខ្ញុំបានប្រាប់ហើយថាឲ្យចាក់យឺតពួកអ្នកឯងចង់បានលុយពេកទើបធ្វើបែបនេះឥឡូវបង្កងងាប់អស់បែរជាមកបន្ទោសខ្ញុំទៅវិញលោកនិយាយបែបនេះបានយ៉ាងម៉េចអ្នកទេដែលប្រាប់ឲ្យយើងចាក់ថ្នាំសម្រាប់បង្គាលោកថៅកែចាងមកមើលបង្គាហើយលោកថៅកែយើងជាអតិថិជនរបស់លោកមកមើលបង្គារបស់យើងសិនមកអូលោកថៅកែចាងលោកមកដល់ហើយខ្ញុំជាវាងហ្វូគួយមេភូមិដងឈុនលោកមើលស្រះនេះចុះឥឡូវយើងគ្រប់គ្រងរួមគ្នាទាំងភូមិខ្នាតធំណាស់ក្លិនអីហ្នឹងក្នុងស្រះនេះមានអ្វីលួយមែនទេលោកមេភូមិវាងលោកកំពុងលេងសើចនឹងខ្ញុំមែនទេលោកឲ្យខ្ញុំបើកឡានមកឆ្ងាយដល់ទីនេះគ្រាន់តែមកមើលបង្គាស្អុយទាំងនេះឬបង្គាលួយលោកថៅកែចាងសូមស្ដាប់ខ្ញុំសិនបង្គាទាំងនេះម្សិលមិញវាឈឺបន្តិចបន្តួចយើងទិញខុសថ្នាំខ្លាំងៗមិនដឹងយ៉ាងម៉េចស្រាប់តែញាប់អស់បែបនេះតែសាច់វានៅល្អទេលោកមើលសម្បកវាឡើងក្រហមហើយចាត់ទុកថាជាបង្គាលោកចង់ឲ្យថ្លៃប៉ុន្មាន1គីឡូ10យ៉នឬ5យ៉នក៏បានដែរ5យ៉នលោកគិតថាខ្ញុំជាអ្នកទិញអេតចៃមែនទេបើភ្នែកលោកមិនខ្វាក់ទេលោកមើលខ្លួនឯងក្នុងទឹកគ្មានស្មៅចម្រោះទឹកទេទឹកខូចគុណភាពអស់ហើយក្នុងអាកាសធាតុក្តៅជាង30អង្សាលោកនៅហ៊ានចាក់ថ្នាំសម្រាប់មេរោគខ្លាំងចូលទៅក្នុងស្រះដែលមានដីភក់នេះទីលោកថៅកែចាងចុះថ្នាំនោះមិនអាចចាក់ក្នុងស្រះដែលមានបង្គាទេពួកលោកពិតជាឈួតមែនថ្នាំសម្រាប់មេរោគគេប្រើសម្រាប់លាងស្រះទេត្រូវរងចាំឲ្យស្រះគ្មានសត្វរស់នៅទៅពួកលោកចាក់ចូលទឹកផ្ទាល់មិនត្រឹមតែធ្វើឲ្យអុកស៊ីសែនក្នុងទឹកអស់រលីងតែជាតិកាត់ខ្លាំងរបស់ថែមទាំងដុតបំផ្លាញស្រកាបង្គាទៀតបង្គាងាប់ទាំងនេះមិនត្រឹមតែស្អុយទេក្នុងខ្លួនវាសុទ្ធតែជាតិគីមីប៉ូលទោះឲ្យខ្ញុំដោយឥតគិតខ្ញុំខ្លាចវាធ្វើឲ្យដីខូចអស់ប្រញាប់កប់វាចោលទៅបើមិនដូច្នោះទេស្អែកនេះនឹងឆ្លងរោគពេញភូមិហើយលោកថៅកែចាងសូមមេត្តាជួយទិញខ្លះទៅលុយសម្រាប់រស់នៅរដូវរងាទាំងមូលរបស់ពួកយើងគឺនៅក្នុងនេះហើយហាលេងដៃទៅ
ខ្ញុំយល់ច្បាស់ហើយភូមិអ្នកពីមុនអាចរករបស់ល្អគឺសុទ្ធតែពឹងលើបច្ចេកទេសរបស់លោកឈឿនឥឡូវអ្នកបណ្ដេញអ្នកមានសមត្ថភាពចេញទូអ្នកអង្គុយលើគំនោមាសក៏នៅតែអត់ឃ្លានដែរលោកម្ចាស់ឈឿនលោកនិយាយអញ្ចឹងមានន័យថាម៉េចមានន័យថាម៉េចហ៎ប្រាប់តាមត្រង់ចុះខ្ញុំទើបតែមកពីភូមិស៊ីសុយបងប្រុសឈឿនភីងអានស្រះទឹកដែលឥឡូវទឹកថ្លាឆ្វេងខ្ញុំទើបតែប្រើតម្លៃខ្ពស់បំផុតទិញរបស់គាត់អស់ពីឡានសុទ្ធតែជាគុណភាពលេឥឡូវគាត់កំពុងដឹកនាំអ្នកភូមិរាប់លុយយ៉ាងសប្បាយនិយាយទៅកុំមកខាត់ពេកខាងលោកឈឿនភីងអាននៅសល់ទំនិញល្អតែខ្ញុំត្រូវតែដឹកពួកគេធ្លាប់មានមេមន់ពងជាមាសតែដោយសារតែលោកខ្លួនចង់បានផលចំណេញតែជាដេញមេមន់នោះទៅផ្ទះអ្នកអតីខ្លួនឯងបែរជាអង្គុយចាំភុកហើយត្រូវខាត់បងទ្រព្យសម្បត្តិវ៉ាងហ្វូគួយអ្នកនៅចង់បោកពួកយើងថាជាថ្នាំខ្លាំងៗទៀតមែនទេលោកម្ចាស់ចាងគាត់និយាយច្បាស់អស់ហើយគឺអ្នកទេដែលច្រណែនឃើញគេរកលុយបានទើបបង្ខំឲ្យគេចាក់ចេញហើយក៏ជាអ្នកដែលមិនចេះតែធ្វើចេះនិយាយថាជាជំងឺផ្ដាសាយជាទៅដាក់ថ្នាំ